ស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel ខ្មែរឆ្លាតវៃនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបក្នុងការចូល Telegram ដោយមិនចាំបាច់បង់លុយបងប្អូននឹងស្រាប់ហើយមួយរយៈចុងក្រោយនេះ Telegram តម្រូវឲ្យយើងបង់លុយដើម្បីអាចចូលប្រើប្រាស់កម្មវិធីបាននៅពេលដែលបងប្អូនទិញទូរស័ព្ទថ្មីឬក៏ចង់បង្កើតលេខថ្មីអញ្ចឹងគឺតម្រូវឲ្យបង់លុយថ្ងៃនេះខ្ញុំមានវិធីងាយៗដើម្បីឲ្យបងប្អូនចូលដោយមិនចាំបាច់បង់ប្រាក់ទេបើសិនជាបងប្អូនមាន Telegram ស្រាប់ដែល download ចេញពី Play Store សូមធ្វើការលុបវាចេញហើយបងប្អូនចូលទៅក្នុងកម្មវិធី Chrome បន្ទាប់មកបងប្អូន search ថា Telegram V10 មានន័យថាជា Telegram version 10ដូច្នេះបងប្អូនរើសខាងលើនេះមកបងប្អូនមើលតាមនឹងទៅចុចលើនឹងមកតមកបងប្អូនអុសមកខាងក្រោមបងប្អូនរើសពាក្យថា download APK នៅខាងក្រោមសសរនេះតមកបងប្អូនចុចរំលងពាណិជ្ជកម្មមួយហើយវានឹងធ្វើការ download បន្ទាប់ពី download រួចរាល់បងប្អូនរើសកន្លែងត្រី3ខាងលើនេះហើយរើសពាក្យថា downloadបន្ទាប់មកបងប្អូននឹងឃើញកម្មវិធី Telegram បងប្អូនចុចលើនឹងមកគឺកម្មវិធីដែលយើង download បាញ់មិញហ្នឹងបើសិនជាបងប្អូន download អត់ទាន់ពេញទេគឺវានៅកំពុងតែដំណើរការបងប្អូនចាំតវាពេញសិនឥឡូវខ្ញុំចុចលើវាមួយដើម្បីតម្លើងបន្ទាប់មកខ្ញុំរើសខាងនេះជាអក្សរនេះមកហើយបងប្អូនចុចពាក្យថា install មកដើម្បីតម្លើងវាពេលវា load បែបនេះបងប្អូនចុចកន្លែងនេះមកកុំចុចពាក្យ OK បន្ទាប់មកបងប្អូនចុចពាក្យ install នេះមកហើយវានឹង load ឲ្យបងប្អូនវាយនៅលេខកូដទូរស័ព្ទដៃរបស់បងប្អូនបើសិនជាបងប្អូនដាក់នៅលេខកូដបន្ទាប់មកគឺវានឹងតម្លើងរួចរាល់ហើយបងប្អូនចុចចេញមកវិញមកយើងចូលទៅក្នុងកម្មវិធី Telegram ដែលយើងបានតម្លើងបាញ់មិញហើយយើងចុចចូលដូចធម្មតាដោយបងប្អូនធ្លាប់ចូលអញ្ចឹងទៅលេខកូដប្រទេសបន្ទាប់មកលេខទូរស័ព្ទរបស់យើងបន្ទាប់មកវានឹងផ្ញើសារទៅកាន់ app របស់បងប្អូនឧទាហរណ៍ថាបងប្អូនមានទូរស័ព្ទមួយទៀតអញ្ចឹងដែលចូលទៅក្នុង Telegram app រួចហើយនេះគឺជាទូរស័ព្ទថ្មីអីចឹងគឺវានឹងផ្ញើទៅកាន់ Telegram ចាស់នោះដូច្នេះបងប្អូនទៅឆែកបានហើយបើសិនជាបងប្អូនបង្កើតលេខថ្មីទេគឺវាអត់ផ្ញើទៅកាន់ app ទេគឺវានឹងផ្ញើទៅកាន់ SMS គឺសារនៅក្នុងទូរស័ព្ទបងប្អូនអាចឆែកបានឥឡូវខ្ញុំសូមធ្វើការឆែកសិនឥឡូវគឺវាបានចូលមកក្នុងកម្មវិធី Telegram រួចរាល់ហើយដោយវារំលងចោលនៅកន្លែងដែលយើងបង់លុយឆ្នេះបងប្អូនអាចសាកធ្វើតាមខ្ញុំបានបើសិនជាបងប្អូនកំពុងមានបញ្ហានេះបន្ទាប់ពីបងប្អូនប្រើបានប្រហែលជា3ទៅ4ម៉ោងក្រោយមកវានឹងធ្វើការ load ឲ្យបងប្អូន update ដូច្នេះបើសិនជាបងប្អូនចូលទៅក្នុង Telegram វា load បែបនេះបងប្អូនចុចកន្លែងពី update នេះទៅហើយបងប្អូនរើសពាក្យ setting ហើយបងប្អូនបើកកន្លែងនេះមកហើយបងប្អូនថយមកវិញតមកចុច update ម្ដងទៀតបន្ទាប់ពីវិលអស់មួយស្បកក្រោយមកវានឹង load បែបនេះដូច្នេះបងប្អូនសូមធ្វើការដំឡើងវាទៅចុចលើរូបនេះទៅបន្ទាប់មកចុចរើសពាក្យថា update ហើយធ្វើការរងចាំបន្ទាប់មកគឺយើងបានតម្លើងនិង update វារួចរាល់ហើយបងប្អូនអាចប្រើវាបានជារៀងរហូតបងប្អូនចុចពី open នេះទៅបើកកម្មវិធីហើយអានេះវាឲ្យយើងបើកកន្លែងមិញហ្នឹងដើម្បីអាចប្រើប្រាស់វាបានបន្ទាប់ពីយើង update រួចមកគឺយើងអាចប្រើប្រាស់វាបានធម្មតាអញ្ចឹងហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្ណេះឯងអរគុណសម្រាប់ការទស្សនារបស់បងប្អូនកុំភ្លេចចុច like និង subscribe channel របស់ខ្ញុំបាទផងអរគុណច្រើន